ស្ដាប់ឲ្យទាន់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ជូនសំណុំរឿងវិវាទនៅតំបន់ចំនួន4គឺតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីទៅកាន់តុលាការ ICJ នៅទីក្រុងឡាអេហើយនៅក្នុងសេចក្តីថ្លែងការណ៍នេះគឺបានបញ្ជាក់យ៉ាងច្បាស់តែម្ដងថាកម្ពុជាសង្ឃឹមថាថៃនឹងសម្រេចបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការ ICJ ដោយស្មារតីយុត្តិធម៌ការកសាងទំនុកចិត្តមិត្តភាពយូរអង្វែងនិងជាអ្នកចិត្តខាងល្អទឹកពិសា Bronet We Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេលដូច្នេះតកតងជាមួយនឹងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជានេះគឺខ្ញុំបានឃើញតាំងពីខ្ទង់ម៉ោង12ជាងយប់មិញនេះដោយចេញដំបូងគឺជាភាសាអង់គ្លេសហើយខ្ញុំនឹងសង្ខេបខ្លះៗតកតងជាមួយនឹងសេចក្តីថ្លែងការណ៍នេះដោយកម្ពុជាបានបញ្ជាក់នៅក្នុងនេះថាដោយការបដិញ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះដំណោះស្រាយដោយសន្តិវិធីត្រូវបានស្ដែងឡើងតាមរយៈអកប្បកិរិយាជាប្រវត្តិសាស្ត្ររបស់ខ្លួនរួមទាំងការបញ្ជូនវិវាទព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដែលហៅកាត់ថា ICJ ដែលបានកាត់ក្តីឲ្យកម្ពុជាឈ្នះម្ដងនៅឆ្នាំ1962និងឈ្នះម្ដងទៀតនៅឆ្នាំ2013នៅក្នុងចំនួនព្រំដែនជាមួយនឹងប្រទេសថៃសកម្មភាពទាំងអស់នេះគឺឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាចំពោះច្បាប់អន្តរជាតិនិងការដោះស្រាយជម្លោះដោយសន្តិវិធីក៏ប៉ុន្តែដូចបងប្អូនបានដឹងហើយរឿងដែលបានកើតឡើងកាលពីថ្មីនេះរហូតដល់ទាហានកម្ពុជាបាត់បង់ជីវិតមួយរូបដូច្នេះរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការប្រើប្រាស់កម្លាំងដោយគ្មានមូលហេតុនេះដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យបូរណភាពទឹកដីនិងគោលការណ៍នៃភាពជាអ្នកជិតខាងល្អដែលមានចែងនៅក្នុងអនុសារណៈនៃការយោគយល់ឆ្នាំ2000រវាងប្រទេសទាំងពីរឧបទ្ទវហេតុនេះស្ថិតនៅក្នុងចំណោមការវិវត្តមួយចំនួនដែលគួរឲ្យព្រួយបារម្ភដែលបង្ហាញពីដែនកំណត់នៃយន្តការដោះស្រាយវិវាទបច្ចុប្បន្នជាពិសេសនៅក្នុងការដោះស្រាយចំណុចចំនួនដ៏យូរលង់នៅតាមព្រំដែនរួមរបស់យើងដោយមើលឃើញពីបញ្ហានេះនិងដើម្បីជាផលប្រយោជន៍នៃការធានាបាននូវដំណោះស្រាយមួយដោយយុត្តិធម៌មិនលំអៀងនឹងយូរអង្វែងនៅថ្ងៃទី2ខែមិថុនាឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ជូនវិវាទនៅតំបន់ចំនួន4នេះគឺទៅកាន់តុលាការ ICJ នៅទីក្រុងឡាអេដែលតំបន់ទាំង4នេះហើយនៅមិនទាន់ដាច់ស្រេចនិងមានភាពរសើបជាយូរយារមកហើយដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរប្រសិនបើមិនមានដំណោះស្រាយនោះទេការសម្រេចនេះទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី1នៅថ្ងៃដដែលនោះហើយនៅក្នុងសេចក្តីថ្លែងការណ៍នេះរាជរដ្ឋាភិបាលកម្ពុជាក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ពិនិត្យដំណើរការនៃការស្វែងរកដំណោះស្រាយបញ្ហានេះដោយស្ងប់ស្ងាត់អត់ធ្មត់និងសូមកុំឲ្យបញ្ហានេះក្លាយទៅជាបញ្ហានៃអារម្មណ៍ជាតិសាសន៍ឬក៏ជាតិនិយមជ្រុល